នៅពេលដែលភ្លៀងរាំងការកាន់ឆាត់ក៏ប្រែក្លាយទៅជាបន្ទុកសម្រាប់មនុស្សគ្រប់រូបនៅពេលដែលមនុស្សងងឹតភ្នែកម្នាក់អាចមើលឃើញពន្លឺឡើងវិញជាលើកដំបូងរបស់ដំបូងបំផុតដែលគេនឹងបោះវាចោលគឺឈើច្រត់ដែលធ្លាប់តែជួយនាំផ្លូវឆ្លងកាត់ភាពងងឹតសុនសងនោះឯងនៅពេលដែលព្រះអាទិត្យរះឡើងទៀនដែលធ្លាប់តែជួយបំភ្លឺរាត្រីកាលក៏លែងជាទីត្រូវការទៀតហើយជារឿយៗមនុស្សមួយចំនួនក៏ត្រូវបានគេប្រព្រឹត្តដាក់តាមរបៀបបែបនេះដូចគ្នាដរាបណាពួកគេនៅតែអាចជួយដោះស្រាយបញ្ហាផ្ដល់ជំនួយទាន់ចិត្តបង្កើតភាពកក់ក្ដៅឬផ្ដល់ឱកាសល្អៗបាននោះពួកគេនឹងត្រូវបានគេឲ្យតម្លៃយ៉ាងខ្លាំងប៉ុន្តែនៅពេលដែលផលប្រយោជន៍ឬក៏តម្លៃប្រើប្រាស់របស់ពួកគេត្រូវបញ្ចប់ពួកគេក៏អាចនឹងត្រូវគេបំភ្លេចចោលភ្លាមក្នុងមួយប្រព្រឹត្តភ្នែកវាគឺជាមេរៀនជីវិតដ៏ជូរចត់និងពិបាកទទួលយកបំផុតមួយមិនមែនគ្រប់គ្នាចេះដឹងគុណចំពោះជំនួយរបស់អ្នកសុទ្ធតែចេះឲ្យតម្លៃដល់រូបអ្នកពិតប្រាកដនោះឡើយមនុស្សខ្លះស្រឡាញ់តែផលប្រយោជន៍ដែលទទួលបានប៉ុណ្ណោះមិនមែនស្រឡាញ់មនុស្សដែលជាអ្នកផ្ដល់ឲ្យនោះទេប៉ុន្តែចូលកុំបណ្ដោយឲ្យរឿងរ៉ាវទាំងនោះមកធ្វើឲ្យចិត្តរបស់អ្នកប្រែជាស្រពោនឬពោពេញដោយភាពឈឺចាប់អាអន់ចិត្តអីឆាតមិនដែលចេះស្ដាយក្រោយក្នុងការជួយការពារមនុស្សឲ្យផុតពីដំណក់ទឹកភ្លៀងនោះឡើយទៀនក៏មិនដែលចេះស្ដាយក្រោយក្នុងការដុតរលាយខ្លួនឯងដើម្បីបំភ្លឺភាពងងឹតនោះដែរតម្លៃពិតប្រាកដរបស់រូបអ្នកមិនដែលត្រូវបានកំណត់ទៅលើត្រង់ថាតើមនុស្សម្នានឹងចងចាំអ្នកបន្ទាប់ពីអ្វីៗបានកន្លងហួសទៅហើយនោះទេពីព្រោះថាមនុស្សដែលល្អពិតប្រាកដពួកគេមិនមែននៅក្បែរអ្នកត្រឹមតែដោយសារអ្វីៗដែលអ្នកមានផ្ដល់ឲ្យពួកគេនោះឡើយប៉ុន្តែពួកគេជ្រើសរើសនៅក្បែរអ្នកគឺដោយសារតែគុណតម្លៃនិងអ្វីដែលជារូបអ្នកពិតប្រាកដហើយនោះហើយជាចំណុចខុសគ្នាដាច់ស្រឡះរវាងការត្រូវបានគេប្រើប្រាស់និងការត្រូវបានគេឲ្យតម្លៃ